អត់ដឹងថាមូនទូនមករយៈនេះកើតអីទេទៅលើ skin ចាស់ៗគឺមានការ revamp ច្រើនខ្លាំងមែនទែននិយាយទៅគឺមានការកែប្រែច្រើនតែម្ដងមិនថាជា event មិនថាជា skin hero អីទេអ្នកគ្នាគឺមានការកែប្រែច្រើនខ្លាំងមែនទែនហើយនៅថ្ងៃស្អែកហ្នឹងការ free ticket លើកទី1នៅក្នុង event Naruto គឺនឹងចូលមកដល់ server ផ្លូវការរបស់យើងហើយនេះគឺជាកញ្ចប់ណែនាំសម្រាប់ការដាក់យកជាមួយនឹង full ticket នៅក្នុង event ហ្នឹងអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលមានតម្រូវការដាក់ diamond ឬក៏ចង់កក់ diamond ទុកមុនក៏បានដែរដោយគ្រាន់តែអ្នកទាំងអស់គ្នាឆាតចូលមកក្នុង Facebook page របស់ខ្ញុំមកហើយអ្នកទាំងអស់គ្នាក៏អាចទៅដាក់ diamond ដោយខ្លួនឯងក៏បានគឺតាមរយៈ website របស់ខ្ញុំផ្ទាល់តែម្ដងដែលមានឈ្មោះថា Virgo Store ទី1គឺពាក់ព័ន្ធជាមួយនឹង event Aspirin ដែលនៅក្នុង event Aspirin គឺអ្នកទាំងអស់គ្នាបានដឹងហើយគឺមាន skin ច្រើនខ្លាំងមែនទែនប៉ុន្តែនៅក្នុងវីដេអូហ្នឹងគឺខ្ញុំលើកតែប្រហែល skin យកមកនិយាយទេហើយដោយដែលអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងការពី event Aspirin ចេញមកដំបូងគឺមានត្រឹមតែ2 skin ទេតែនៅក្នុងឆ្នាំ2024 Mobile Legends គឺបានរួមបញ្ចូលគ្នាគឺមានជាមួយនឹង skin របស់ Ruby, Angela, Layla និង Fanny ប៉ុន្តែសម្រាប់ការត្រៀមចេញជាមួយនឹង event Aspirin នៅក្នុងឆ្នាំ2026នេះគឺมันមានជាមួយនឹង skin របស់ Layla ជាមួយនឹង skin របស់ Fanny នោះទេហើយមូលហេតុដែល Mobile Legends មិនដាក់ជាមួយនឹង skin របស់ Layla ជាមួយនឹង skin Fanny ចេញមកហ្នឹងព្រោះដោយសារតែ skin ទាំងពីរហ្នឹង Mobile Legends គឺគេកំពុងតែធ្វើការកែសម្រួលទៅលើ skin ទាំងពីរហ្នឹងបន្ថែមទៀតហើយ skin ដែលមកជំនួសពី skin Layla ជាមួយនឹង skin Fanny ហ្នឹងគឺជា skin របស់ Leslie ជាមួយនឹង skin របស់ Chang'e ទី2គឺពាក់ព័ន្ធជាមួយនឹង event Sanrio Character ហើយគ្នាយើងណាខ្លះដែលរងចាំជាមួយនឹង event ហ្នឹងប៉ុន្តែបើតាមខ្ញុំសង្កេតមើលអ្នកដែលសួរជាមួយនឹង event ហ្នឹងគឺដូចជាអត់មានឃើញអ្នកណាសួរពាក់ព័ន្ធជាមួយនឹង event ហ្នឹងទេហើយនៅក្នុង event ហ្នឹងគឺវាមានជាមួយនឹង skin របស់ Angela, Florin, Chang'e ហើយជាមួយនឹង Claw ប៉ុន្តែចំពោះ skin របស់ Florin គឺពិសេសជាងគេនៅពេលដែលយើងប្រវល់10ដងលើកដំបូងហ្នឹងគឺយើងនឹងទទួលបានជាមួយនឹង skin ហ្នឹងគឺអូតូតែម្ដងអញ្ចឹងសម្រាប់គ្នាយើងអ្នកដែលជាដៃ Florin គឺរៀងចំណេញជាងគេព្រោះដោយសារតែនៅក្នុង event Sanrio Character ហ្នឹងនៅពេលដែលយើងបើកយកជាមួយនឹង skin គឺគេប្រើប្រាស់ជាមួយនឹង Bingo ដើម្បីធ្វើការបើកយកជាមួយនឹង skin ដូចជា event KOS ជាមួយនឹង event Aspirin អញ្ចឹងទី3នេះគឺជា skin Survey ថ្មីរបស់ Layla ហើយបើនិយាយពី skin នៅក្នុង Mobile Legends skin Layla នេះគឺចេញលែងនិយាយឯអ្នកគ្នាគឺចេញមិនចេះឈប់តែម្ដងហើយចំពោះ skin Survey នេះគឺពាក់ព័ន្ធជាមួយនឹង skin Survey សម្រាប់ skin anniversary 10ឆ្នាំរបស់ Mobile Legends ហើយសម្រាប់ skin Survey ទាំង7នេះ skin ដែលខ្ញុំមើលទៅគិតថាស្អាតគឺមានដូចជា skin លេខ1លេខ2លេខ3និងលេខ7ហើយពីអ្នកទាំងអស់គ្នាវិញគិតថា skin មួយណាដែលស្អាតគឺអ្នកទាំងអស់គ្នាជួយ comment នៅខាងក្រោមវីដេអូនេះម្នាក់មួយផងទី4នេះគឺជា skin Survey ថ្មីទៅលើ skin របស់ Gakura ដែលត្រូវជាប្រភេទ skin Legend ណាអ្នកគ្នាហើយចំពោះ skin Survey ទាំង4ហ្នឹង skin ដែលខ្ញុំមើលចូលភ្នែកជាងគេគឺ V1 និង V4 តែម្ដងចំពោះ skin 2នេះគឺស្អាតញាក់តែម្ដងអ្នកគ្នាតែចំពោះ skin V2 V3 ហ្នឹងខ្ញុំមើលទៅគឺស្អាតប៉ះជុំទេតែចំពោះ skin V1 និង V4 នេះគឺកប់ស្រីតែម្ដងនៅពេលដែលចេញមកគឺដឹងតែអែមឯអ្នកគ្នាអញ្ចឹង skin 2ហ្នឹងចេញមួយណាក៏បានដែរហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រកាសជាគិតដូចខ្ញុំដូចគ្នាព្រោះដោយសារតែ skin ទាំងពីរហ្នឹងមើលទៅគឺវាស្អាតមែនអ្នកគ្នាបើចឹងបើសិនជាអ្នកទាំងអស់គ្នាគិតដូចខ្ញុំដែរកុំភ្លេច comment នៅខាងក្រោមវីដេអូហ្នឹងម្នាក់មួយមកដាក់ថា OK V1 V4 គឺកប់ស្រីប៉ុន្តែបើសិនជាមុនទូនបានឃើញជាមួយនឹងវីដេអូ update របស់ខ្ញុំហ្នឹងហើយគឺខ្ញុំចង់ស្នើទៅខាងមុនទូនថា skin Legend របស់ Gakura ហ្នឹងគឺមិនបាច់ចេញជា event ទេគឺចង់ឲ្យមុនទូនញាត់ skin Legend របស់ Gakura ហ្នឹងចូលទៅក្នុង Magic Well តែម្ដងទៅហើយនេះគឺជាមូលហេតុដែលចង់ឲ្យមុនទូនញាត់ skin Gakura Legend ចូលទៅក្នុង Magic Well គឺ199ហ្នឹងអញ្ចឹងខ្ញុំរងចាំតែ skin Legend របស់ Gakura ចូលមកក្នុង Magic Well បាទខ្ញុំចាប់ទី5គឺពាក់ព័ន្ធជាមួយនឹង event ដែល Mobile Legends គឺគេ collab គ្នាជាមួយនឹង Street Fighter ដែលអ្នកទាំងអស់គ្នាក៏បានដឹងដែរពាក់ព័ន្ធជាមួយនឹង skin collab គឺមានជាមួយនឹង D-Rod, Chu, Paquito ជាមួយនឹង Guinevere ហើយចំពោះ event ហ្នឹងដែរក៏ខ្ញុំអត់ទាន់ដឹងថាវានឹងចេញជាផ្លូវការនៅថ្ងៃទីប្រហែលខែប្រហែលនោះទេព្រោះដោយសារតែខ្ញុំទើបតែឃើញជាមួយនឹងការ update មួយហ្នឹងក៏លើកយកមកបង្ហាញឲ្យអ្នកទាំងអស់គ្នាបានឃើញតែម្ដងទៅហើយបើនិយាយពី anime Street Fighter មួយនេះគឺខ្ញុំអត់ដឹងថាគ្នាយើងណាខ្លះគឺធ្លាប់លេងជាមួយនឹង game ហ្នឹងទេតែបើខ្ញុំគឺធ្លាប់លេងជាមួយនឹង game ហ្នឹងគឺខ្ញុំចូលចិត្តតួអង្គ Ryu ហ្នឹងជាងគេអ្នកគ្នាព្រោះដោយសារតែ hero ហ្នឹងមើលទៅគឺអែមខ្លាំងមែនតើនិយាយទៅទាំង skill ទាំងអីគឺឡូយហ្មងជាមួយនឹង Street Fighter ណាហើយដែលគេយក Ryu collab គ្នាជាមួយនឹង D-Rod ហ្នឹងគឺត្រូវគ្នាមាច់ហ្មងអ្នកគ្នាព្រោះដោយសារតែ skill អីគឺវាស្តៀងគ្នាខ្លាំងមែនតើប៉ុន្តែតើតើជាមួយនឹង event ហ្នឹងគឺខ្ញុំអត់ទាន់ហ៊ាននិយាយអីច្រើនទេព្រោះដោយសារតែពាក់ព័ន្ធជាមួយនឹង event collab គ្នាជាមួយនឹង Street Fighter ហ្នឹងគឺអត់ទាន់មានការ update អីឲ្យធំជាងហ្នឹងទៀតទេអ្នកគ្នាអញ្ចឹងគឺយើងរងចាំមើលទាំងអស់គ្នាសិនហើយសម្រាប់គ្នាយើងអ្នកដែលមកថ្មីឬក៏អ្នកចាស់ដែលមិនទាន់បានចុច subscribe នៅលើ YouTube channel របស់ខ្ញុំកុំភ្លេចជួយចុច subscribe ម្នាក់មួយផងហើយកុំភ្លេចជួយ share វីដេអូនេះបានច្រើនដើម្បីគ្នាយើងបានឃើញពីការ update ថ្មីរបស់ Mobile Legends ផងដែរតែសំខាន់អ្នកទាំងអស់គ្នាកុំភ្លេចចុច like នៅវីដេអូនេះម្នាក់មួយដើម្បីឲ្យ YouTube រុញវីដេអូនេះបានកាន់តែច្រើនសម្រាប់គ្នាយើងអ្នកដែលមិនទាន់ចុច subscribe ក៏គាត់អាចឃើញជាមួយនឹងវីដេអូហ្នឹងផងដែរហើយសម្រាប់គ្នាយើងអ្នកដែលទស្សនាវីដេអូនេះនៅក្នុង Facebook page របស់ខ្ញុំកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានការ update ថ្មីៗបន្ថែមទៀតហើយយើងចាំជួបគ្នានៅវីដេអូក្រោយ